បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបងជាពិសេសបងប្អូនដែលមានចំណង់ចំណូលចិត្តទៅលើវិស័យនៃការចិញ្ចឹមសត្វល្អិតជាពិសេសគឺសត្វចង្រិតនេះបងប្អូនគឺជាប្រភេទចង្រិតប៉ារ៉ាស្លាបក្រហមមៀតធំល្អណាបងប្អូនណាបងប្អូនមើលទៅមៀតធំស្អាតណាបងពេញពោះសូម្បីតែឈ្មោលនេះបងប្អូនមើលឈ្មោលមកគ្រាប់ធំល្អនេះគឺឈ្មោលហើយស្លាបកញ្ញាញហ្នឹងគឺឈ្មោលហើយមេយើងអាចសម្គាល់បានមេនេះគឺប្រភេទមេគឺមានកតុយរបស់វានេះកតុយនេះញ៉ៃកតុយហើយបងប្អូនមើលនេះកំពុងតែស៊ីស្លឹកចេកហើយនឹងចំណីសម្រាប់យើងផ្ដោតទៅលើអនាម័យនិងគុណភាពមែនតើជាពិសេសគឺមៀតបូករួមនឹងពងផងដែរបើកាលណាយើងចាំគ្រាន់តែចិញ្ចឹមហើយដល់ពេលមិនទាន់ដល់ពេលត្រូវចាប់យើងចាប់យកឲ្យម៉ួយក៏វាពិបាកដែរអញ្ចឹងវាសំខាន់ណាស់នៅក្នុងចំណុចមួយនៃការចិញ្ចឹមរបស់យើងត្រូវថែវារហូតទៅដល់ថ្ងៃដែលយើងត្រូវយកពូជហើយថ្ងៃដែលត្រូវយើងចាប់ឲ្យម៉ួយពីព្រោះកាលណាមានពងគឺវារសជាតិវាឆ្ងាញ់ហើយសាច់ក៏វាចាស់ល្អដែរនេះដូចបងប្អូនមើលនេះឃើញទេបងប្អូននេះមើលមៀតដល់បងប្អូនណាមៀតធំល្អណាស្អាតជាប្រភេទស្លាបក្រហមបើថតដល់បងប្អូនមើលអញ្ចឹងជួនកាលបងប្អូនអាចឆ្ងល់ថាចុះមានស្លាបខ្មៅមួយបានហ្នឹងវាធម្មតានៅក្នុងអំបោពូជវាវិតែមានមួយយ៉ាងឯងវាអត់សុទ្ធដាច់ទេដើម្បីឲ្យវាប្រកាសមកមានពូជខ្លះវាមានធំមានទូហ្នឹងយើងផ្ដាច់អាទូចេញអស់យើងដាក់យកតែពូជមានធំហ្នឹងឃើញបងប្អូនណាអញ្ចឹងនៅក្នុងនេះដែរខ្ញុំចង់បញ្ជាក់ជូនបងប្អូនសម្រាប់បងប្អូនអ្នកថ្មីដែលចង់ចិញ្ចឹមចង់ចេះពីបច្ចេកទេសចិញ្ចឹមចង់ចេះពីបច្ចេកទេសនៃការបង្កាត់ពូជបងប្អូនអាចតាក់ទងមកខ្ញុំបានណាខ្ញុំបានរស់នៅក្នុងភូមិព្រៃតូចឃុំព្រៃតូចស្រុកមោងឫស្សីខេត្តបាត់ដំបងបងប្អូនអាចតាក់ទងតាមរយៈ Telegram របស់ខ្ញុំដែលមានលេខទូរស័ព្ទ067 508086សម្រាប់បច្ចេកទេសនៃការរៀននេះខ្ញុំនឹងfree ជូនបងប្អូននៅក្នុងករណីដែលបងប្អូនចង់រៀនហើយបងប្អូនបានជាវពូជពីខ្ញុំនឹងបកគលជូននិងផ្ដល់ជូនបងប្អូននៅបច្ចេកទេសពេញលេញទៅតាមរដូវនៃការចិញ្ចឹមចង្រិតពីព្រោះចង្រិតនេះវាមិនអាចយើងចិញ្ចឹមគ្រាន់តែចិញ្ចឹមម្ដងគិតថាចេះបានទេវាត្រូវការពេលវេលាស្វែងយល់អំពីអាកាសធាតុខែភ្លៀងយើងចិញ្ចឹមវារបៀបម៉េចខែក្តៅយើងចិញ្ចឹមវារបៀបម៉េចវាមានច្រើនរបៀបហើយយើងក៏ត្រូវដឹងដែរថាយើងពេលណាដែលយើងអាចដាក់ពងបានពេលណាដែលយើងចាប់លក់បានហើយនឹងបច្ចេកទេសចុងក្រោយនោះគឺការរើសពូជប្រកាត់ពូជថ្មីដើម្បីកុំឲ្យវាខូចមៀតរបស់វាបងប្អូនណាដូចបងប្អូនមើលឃើញស្រាប់គឺស្មើស្អាតណាស្មើស្អាតណាចឹងជាអាចជាទៀតសម្រាប់បងប្អូនដែលមានបំណងមានចំណង់មានចំណូលចិត្តក្នុងការចិញ្ចឹមចង្រិតបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់ឬក៏តាមឆាតរបស់ Facebook Win ចិញ្ចឹមចង្រិតឃុំព្រៃតូចហ្នឹងបូករួមនឹងលេខទូរស័ព្ទនិង Telegram ផងដែរបងប្អូនចំពោះមេរៀនខ្ញុំអាចបញ្យល់បងប្អូននៅក្នុង Telegram បានណារាល់ចម្ងល់រាល់សំណួរហើយបងប្អូនចង់ដឹងថារៀនមកចេះអស់ថ្លៃប្រមាណហើយទទួលបានអត្ថប្រយោជន៍អីខ្លះបងប្អូនអាចតាក់ទងមកអរគុណច្រើនអរគុណចំពោះបងប្អូនទាំងអស់គ្នាអរគុណសូមជម្រាបលា